ខ្ញុំមិនខ្វល់ថាអ្នកមានទំនាក់ទំនងអ្វីជាមួយហ្វូយ៉នថងនោះទេតាំងពីអ្នកចុះកិច្ចសន្យាជាមួយខ្ញុំមកអ្នកគឺជារបស់ខ្ញុំហើយអ្នកពិតជារបស់ខ្ញុំមែនតើមានអ្វីប្លែកកើតឡើងទេតើលោកមានន័យថាដូចម្ដេចតាំងពីវិញឆាំងនីងលេចមុខមកខ្ញុំសង្កេតឃើញថាគាត់លែងខ្វល់ពីខ្ញុំជាឪពុកទៀតហើយលោកម្ចាស់តើលោកមានគម្រោងធ្វើអ្វីបន្តដោយសារខ្ញុំដេញក៏ដេញមិនចេញតើលោកមានន័យថាដូចម្ដេចចាប់តាំងពីវិញឆាំងនីងនេះលេចមុខមកក្រោយមកខ្ញុំក៏បានដឹងថាគេលែងខ្វល់ពីខ្ញុំជាឪពុកទៀតហើយលោកម្ចាស់តើលោកមានគម្រោងធ្វើអ្វីបើខ្ញុំបណ្ដេញក៏បណ្ដេញមិនទៅបើអីចឹងមែនខ្ញុំមានតែបង្ខំឲ្យគេបោះបង់ភារកិច្ចឲ្យបាត់ខ្លួនទៅរឿងអូនឆាំងនីងខ្ញុំបានឮហើយអ្នកនៅសន្តាគារប្រាប់ថាគេនឹងហ្វូយូនថងគឺនៅខាងក្នុងតើគេមានភាពមិនប្រក្រតីមែនទេតើគេមានអ្វីប្លែកមែនទេតើគេមានអ្វីប្លែកមែនទេតើគេមានអ្វីប្លែកមែនទេអ្វីប្លែកមែនទេតើគេមានអ្វីប្លែកមែនទេផងតែបែរជាប្រញាប់អូនឆាំងនីងអ្នកពិតជាខ្លាំងណាស់គេមិនទាន់រៀបការផងហ៊ានធ្វើខ្លាំងម្ល៉េះដួងតារាដែលធ្លាក់ដល់ច្រាំងគ្មានរត់មកដល់សន្តាគារទាំងប្រញាប់ប្រញាល់ដើម្បីលំវិញឆាំងនីងអ្នកពិតជាទ្រាំមិនបានសោះអីបន្តិចសោះជប់និយាយការមិនដូចអ្នកគិតទេខ្ញុំដឹងថាខ្ញុំត្រជាក់ណាស់ការឈ្លានពាននោះពេលនោះខ្ញុំមិនអាចប្រាប់បានទេជួយសង្គ្រោះខ្ញុំនាំអ្នកចេញទៅដាស់ខ្ញុំផងកាឡាក់ស៊ីអន្តែតលើឆ្នេរក្រហមមិនអាចស្មានដល់នៅភាពស្រមោលក្នុងចិត្តឡើយខ្ញុំចង់មានមោទនភាពទឹកភ្នែកហូររលកភ្លឺពេករត់លាក់ខ្លួនទាំងអាក្រាតកាឡាក់ស៊ីធ្លាក់ចុះមកលើច្រាំងភាពពងឹតក្នុងចិត្តដែលមិនអាចស្រមៃបានស្រមោលខ្ញុំចង់មានមោទនភាពទឹកភ្នែករំភើបទឹកភ្នែកដែលហូរហែភ្លឺពេកការលាក់បាំងដ៏អាក្រាតកាយនោះហេតុអ្វីបានជាត្រូវបញ្ចាំខ្លួនឯងឲ្យផ្ទះត្រកូលស៊ីពិតហើយគឺដើម្បីសម្លាប់អ្នកឬក៏ដើម្បីការពារខ្លួនឯងនាងវិនអ្នកត្រូវការពារខ្លួនអីតាមពាក្យអេចាមារាមស្រីស្អាតក្នុងត្រកូលវិនដែលល្បីខាងជាអ្នកដែលប៉ិនខាងយាយីនិងមានមន្តស្នេហ៍ខ្លាំងណាស់បុរសទាំងអស់មិនអាចរត់គេចផុតពីកណ្ដាប់ដៃរបស់ពួកគេបានឡើយពួកគេអាចប្រើស្នេហ៍ដើម្បីទាញយកផលប្រយោជន៍ទាំងអស់អ្វីគ្រប់យ៉ាងក្នុងរយៈពេល10ឆ្នាំនេះខ្ញុំបានក្រងភាពប៉ិនប្រសពខាងយាយីនៃត្រកូលវិនរួចដើរលេងក្នុងចំណោមក្រុមមនុស្សកំណែពួកគេនិយាយថាខ្ញុំមានមន្តស្នេហ៍ថាខ្ញុំជាមនុស្សថោកទាបនិងមិនគួរទុកចិត្តម៉ាក់ប្អូនខ្ញុំរកឃើញកន្លែងលាក់ខ្លួនរបស់ត្រកូលស៊ីហើយវាជាទីកន្លែងក្រោមការគ្រប់គ្រងរបស់ត្រកូលស៊ីតាមពិតទៅពួកគេបានប្រតិបត្តិការបែបនេះតាំងពីបុរាណមនុស្សទូទៅដែលមានបំណងអ្វីមួយនឹងបានដូចចិត្តហើយកញ្ញាវិនអ្នកបានគិតច្បាស់ហើយឬនៅពីរឿងឋានៈរបស់អ្នកគិតហើយមែនទេទ្រព្យសម្បត្តិអាចបញ្ចាំបានទាំងអស់តែមានតែរឿងមួយគត់ដែលមិនអាចទទួលយកបានគឺមនុស្សទេកញ្ញាវិនពីមុនមិនដែលមានអ្នកណាធ្វើបែបនេះទេអ្នកគឺជាអ្នកដែលហាងបញ្ចាំត្រកូលស៊ីទទួលយកជាលើកដំបូងនៅពេលដែលបានបញ្ចាំហើយដាក់ចូលឃ្លាំងគឺមិនអាចលុះយកមកវិញបានដាច់ខាតកញ្ញាវិនត្រកូលស៊ីតាំងពីដើមមកមិនដែលទទួលយកមនុស្សទេខ្ញុំមិនដឹងថាអ្នកមកមិនទទួលស្គាល់ខ្ញុំមិនដឹងថាអ្នកតើអ្នកប្រើវិធីអ្វីកូនខ្ញុំតែសៀលៀងជាងចាប់ពីពេលនេះទៅអ្នកក៏ត្រូវដូចខ្ញុំដែរត្រូវវិនាស
រីឯសៀសានអ្នកត្រូវតែស្រឡាញ់ខ្ញុំនឹងបំផ្លាញពួកអ្នកទាំងអស់គ្នាលោកគ្រូវិនបើគាត់លួចស្នេហ៍ម្ដេចគាត់ផ្ញើសារមកខ្ញុំអ្នកអាចកំបាំងដែរផ្ញើសារមកសង្ឃឹមថាពេលខ្ញុំដល់1004ឃើញអ្វីវិនឆាំងលីងគឺគេរៀបចំផែនការគោលបំណងគឺដើម្បីឲ្យខ្ញុំលុបចោលភ្ជាប់ពាក្យក៏ជាប្អូនប្រុសរបស់លោកវិនចាំងលឹងដែរគាត់រងរបួសធ្ងន់ធ្ងរដល់ថ្នាក់នឹងហើយតើគាត់អាចធ្វើអ្វីទៀតបានលោកហ្វូយៀនសូមនិយាយថាគាត់ត្រូវគេវាយសន្លប់ហើយចងចាប់ពង្រត់យកទៅសន្តាគារប៉ុន្តែតើអ្នកណាពិតប្រាកដដែលធ្វើរឿងបែបនេះខ្ញុំក៏ចង់ដឹងដែរថាតើអ្នកណាពិតប្រាកដមនុស្សច្រើនណាស់ហើយនាំហ្វូយៀនសុងទៅហើយអ្នកណាទៀតអាចចូលបន្ទប់1004បានបញ្ជាឲ្យមនុស្សចេញទៅនៅពេលដែលសន្តាគារមានញឹកបំផុតគ្រប់គ្នាដែលនៅក្រៅបន្ទប់គ្រាន់តែចង់រងចាំលោកវែងឆាំងលឹងហើយអ្នកណាទៀតអាចធ្វើរឿងទាំងអស់នេះចប់ហើយគ្រប់គ្រងប្រព័ន្ធខ្យល់ចេញចូលរបស់សន្តាគារនេះតើអ្នកចង់និយាយអ្វីឲ្យប្រាកដមានន័យថាមនុស្សនេះមិនត្រឹមតែនៅក្នុងត្រកូលសៀថែមទាំងមានអំណាចធំធេងនៅត្រកូលនេះតើមនុស្សម្នាក់នេះគឺជាអ្នកណាទៅតើមនុស្សដែលខ្ញុំហៅថាឪពុកនេះពិតជាដូចអ្វីដែលខ្ញុំឃើញមែនទេនាងវិនអ្នកចង់ដឹងអ្វីខ្ញុំនឹងប្រាប់ខ្ញុំអាចប្រាប់អ្នកបានថយចេញមិនល្អទេមិនល្អទេគូដណ្ដឹងលោកម្ចាស់បានសម្រាប់លោកយិនតៅបាត់ហើយរឿងនេះគ្មានពាក់ព័ន្ធនឹងយើងទេគឺគាត់បង្កដោយខ្លួនឯងឆាងអានឆាងអានវិនបើវិនឆាំងលេងបង្កបញ្ហាពួកអ្នកគ្រប់គ្នាសម្រាប់នាងអស់ហើយអ្នកនឹងទៅណាឆាងអានភ្ញាក់ហើយមិនគួរសំសោះជូឈៀនអ្នកតាមខ្ញុំទៅផ្ទះវិញទៅផែនការរបស់អ្នកគ្រោះថ្នាក់ពេកហើយត្រូវគេច្រានពីលើជណ្ដើរចុះមកគាត់ថាខ្ញុំមិនគួរច្រានអ្នកទេផ្ទុយទៅវិញខ្ញុំជាអ្នកឲ្យគេច្រានខ្ញុំទៅវិញទេចាប់ពីថ្ងៃនេះអ្នកចូលធ្វើការផ្លូវការនៅគ្មាននរណាអនុញ្ញាតទេក្នុងបន្ទប់ការិយាល័យខ្ញុំឡើយយល់ហើយលោកសៀនេះកន្សែងដៃអ្នកនាងហ្វាងរៀបចំជូនអ្នកលុយត្រៀមរួចហើយឈប់នរណាអនុញ្ញាតអ្នកណាយកដៃពណ៌របស់នៅទីនេះកន្សែងដៃនេះអ្នកបានមកពីណាបើចង់ត្រួតត្រានរណាម្នាក់ទាំងស្រុងត្រូវធ្វើឲ្យគេបាត់បង់ស្មារតីសិនព្រឹកមិញពេលខ្ញុំចេញពីផ្ទះលោកសេខ្ញុំឃើញនាងហ្វាងដែលគេមិនចង់បាននាងបាត់បង់ស្មារតីទាំងស្រុងហើយត្រូវខ្ញុំត្រួតត្រាដើម្បីប្រើការឲ្យអ្នកចេញទៅអ្នកភ្ញាក់ហើយមែនទេយ៉ាងម៉េចហើយលោកសេវាជាកំហុសខ្ញុំទាំងអស់សូមកុំបន្ទោសគូដណ្ដឹងរបស់អ្នកនាងធ្វើបែបនេះក៏ព្រោះតែនាងបារម្ភពីអ្នកចាប់ពីថ្ងៃនេះទៅហ្វាងជីងយីងលែងជាគូដន